មុខម្ហូបសម្រាប់ថ្ងៃអាទិត្យបងប្អូនអើយខប្រហុកទៀតហើយដោយសារតែបងប្អូនមកជុំគ្នាច្រើនចឹងហើយតោះតែធ្វើម្ហូបនឹងមិនគ្រាន់បងប្អូនហើយបើនិយាយពីថាបន្លែវិញបងប្អូនអើយឡើងមកកញ្ច្រែងឲ្យថែមកន្លះកធុនទៀតបងប្អូននិយាយពីថាធ្វើលក់ធ្វើប្រហុកអីម្ដងគឺតលតែដាក់ហូរហៀអញ្ចឹងបានអស់ចិត្តនាងខ្ញុំហើយព្រលឹមឡើងហ្នឹងគឺនាងខ្ញុំដើរផ្សារផ្សំបន្លែបងប្អូនចាដើរបេះត្រប់ពុតញងជាមួយនឹងស្លឹកក្រូចសើចហើយនឹងកាត់ស្អំកាត់អីខ្លះអញ្ចឹងណាបងប្អូនហើយនិយាយពីថាបន្លែទាំងអស់ហ្នឹងទឹកភ្លៀងមកថ្មីទេបងប្អូនហើយនេះដោយសារហ្នឹងពីយប់ហ្នឹងគឺវាមានភ្លៀងបងប្អូនចាភ្លៀងមួយមេធំដែរព្រលឹមឡើងគឺបន្លែស្រស់ប្រងតែម្ដងបងប្អូនហើយមានអនងមានអីចឹងណាបងប្អូនហើយបន្ទាប់មកគឺមកដល់បេះតកួនបងប្អូនចាបេះតកួនបេះស្ដៃចឹងទៅផ្ទះមីងទេគឺគាត់អត់យកលុយទេបងប្អូនហើយនិយាយរួមទៅបេះមកឆ្អែតមកក្រាន់ហ្មងណាបងប្អូនហើយនាងខ្ញុំហ្នឹងមកព្រឹកគឺដើរតែផ្សារផ្សំបន្លែហ្នឹងឯងបងប្អូនហើយនិយាយពីថាបន្លែហ្នឹងវិញចង់ចូលជាង10មុខហើយបងប្អូនហើយមួយមុខតិចមកហើយនិយាយរួមទៅសិតតែរបស់ធម្មជាតិបងប្អូនហើយអត់មានអស់លុយអីសំបីតែបរិលទេស្ទើបន្លែទីហ្នឹងនាងខ្ញុំមកដើរបេះត្រួយសៅម៉ៅជាមួយនឹងផ្ទីបងប្អូនហើយរើបានដងទុំមួយដែរទុកគ្រាន់ថាធ្វើម្ហូបឬក៏ធ្វើផ្អែមអីអញ្ចឹងណាបងប្អូនហើយនិយាយពីថាផ្ទីនឹងត្រួយសៅម៉ៅនេះវិញបងប្អូនហើយត្រូវភ្លៀងមកថ្មីនិយាយពីថាលាស់ឡើងខ្ចីញញហ្មងណានិយាយពីយកទៅញ៉ាំលក់ញ៉ាំជាមួយប្រហុកអីចេះទៀតបងប្អូននិយាយពីថាឆ្ងាញ់មែនតើហ្មងហើយសម្រាប់ទូតខ្ញុំនេះវិញគឺគាត់ជួយបេះបន្លែបេះអីចឹងទៅអត់បានប្រើទេតែនិយាយពីអាសាឲ្យថាឃើញរបស់របរអីនៅគេហ្នឹងគឺដឹងគាត់ជួយបងប្អូនហើយដូចជាបន្លែដូចជាអីហ្នឹងគាត់មិនដែលថាមិនចាំបាច់តប្រាប់ទេគឺគាត់ដឹងថាជួយបេះជួយបកអីបងប្អូនហើយបន្ទាប់មកគឺនាងខ្ញុំយកបន្លែហ្នឹងយកមកដាក់ស្រស់បងប្អូនចាមើលណាបងប្អូនអើយឡើងខ្ចីលក់ហ្មងណាបងប្អូនហើយចាយនាងខ្ញុំហ្នឹងគឺគាត់ជួយកញ្ច្រាំសាច់ជ្រូកខ្លះដោយសារតារៀងជ្រេម៉ោងបងប្អូនប្រហែលជាម៉ោង1ជាង2មកបានញ៉ាំបាយរៀងយូរដែរដោយសារអីដោយសារតាចក្រានមានតែមួយអញ្ចឹងទៅម៉ែគាត់ដាំបាយដាំអីរៀងជ្រុលម៉ោងដែរអញ្ចឹងទៅហើយនាងខ្ញុំចាំចក្រានគាត់ទម្រាំតែគាត់ដាំឆ្អិនហ្នឹងបាននាងខ្ញុំយកមកធ្វើម្ហូបនេះផ្សេងទៀតអញ្ចឹងណាបងប្អូនចានាងខ្ញុំចូលចិត្តលើកយកមកធ្វើខាងក្រៅដោយសារតែនៅខាងក្រៅវាវាទលាយអញ្ចឹងណាក្រែវាធំអញ្ចឹងហើយនាងខ្ញុំអត់សូវជាចូលចិត្តថតនៅខាងក្នុងដោយសារវាល្ងិតពេកបងប្អូនចាព្រោះចក្រានបាយនេះខ្ញុំគឺវាឆ្អៀតហើយវាល្ងិតទៀតអញ្ចឹងទៅវាពិបាកធ្វើម្ហូបបងប្អូនហើយបាក់ថតបាក់អីចឹងណាហ្នឹងហើយឥឡូវហ្នឹងក៏ធ្វើការហាន់បន្លែហាន់គ្រឿងអីទុកដាក់បន្លែសិនបងប្អូនចាហើយនេះត្រប់ពុតញងបងប្អូនចាគឺនាងខ្ញុំដាក់ច្រើនដែរអញ្ចឹងណាដោយសារតែនាងខ្ញុំចូលចិត្តណាពេលដែលឆាផ្អកឆាប្រហុកអីម្ដងគឺអូចូលចិត្តដាក់ច្រើនមែនតើហ្មងហើយគឺជាដំបូងគឺនាងខ្ញុំដាក់រំលែងខ្ទឹមសិនបងប្អូនចាហើយនឹងគ្រឿងក្រៅដើម្បីលេងឲ្យវាឈ្ងុយសិនទៅបងប្អូនចាបន្ទាប់មកនាងខ្ញុំដាក់ទឹកត្រីចូលហើយយើងដាក់ស្ករក្រហមបងប្អូនចាហើយបន្ទាប់មកទៀតនាងខ្ញុំដាក់រំលែងស្ករក្រហមឲ្យវារៀងក្រហមឡើងឈ្ងុយតិចហើយនាងខ្ញុំដាក់ប្រហុកហើយនឹងសាច់ជ្រូកចូលតែម្ដងបងប្អូនចាបន្ទាប់មកទៀតយើងដាក់ថែមគ្រឿងក្រៅចូលបងប្អូនចានាងខ្ញុំដាក់ប៊ីចេងជាមួយនឹងទឹកប្រេងខ្យងបងប្អូនចាហើយយើងបន្ថែមជាមួយនឹងស្ករសនឹងប្រហែលជា2ស្លាបព្រាទៀតដែរបងប្អូនហ្នឹងហើយព្រោះដោយសារតែវារៀងស្ទើរផ្អែមបងប្អូនហ្នឹងហើយបន្ទាប់មកយើងរំលែងត្រីរំលែងអីនឹងចូលគ្នាបានសព្វល្អហើយយើងថែមទឹកចូលបន្តិចទៅបងប្អូនហ្នឹងហើយទឹកហ្នឹងដាក់តាមមួយស្រឡាញ់តែម្ដងតាមចំនួនបន្លែនិងម្ហូបរបស់យើងណាបងប្អូនបន្ទាប់មកទៀតនាងខ្ញុំដាក់បន្លែចូលយកតែម្ដងហើយនឹងដាក់ទឹកអំបិលទុំបងប្អូនហ្នឹងហើយដាក់ឲ្យវាមានរសជាតិរៀងជូរផ្អែមប្រៃហឹលអញ្ចឹងទៅបងប្អូនចាគឺមកល្មមមើលតែយើងរងាស់រៀងគោកទឹកហើយយើងបង់ស្លឹកខ្ទឹមយកតែម្ដងចាតែប៉ុណ្ណឹងគឺរួចជាការស្រេចហើយគ្រាន់តែថាដួសដាក់ចានបងប្អូននិយាយពីថាតំណងមែនតើហ្មងឃើញហើយចង់ញ៉ាំហ្មងណាហើយម្ហូបមកពេលហ្នឹងបងប្អូននិយាយពីថាអ្នកញ៉ាំគឺដូរមុខរហូតតែម្ដងអ្នកញ៉ាំម្នាក់ចឹងទៅគាត់ឆ្អែតគាត់ងើបចេញទៅមានមកម្នាក់ទៀតមកគាត់ចូលបន្តទៀតអញ្ចឹងណាបងប្អូននិយាយរួមទៅផ្ទះនាងខ្ញុំគឺអត់ស្ងាត់ទេបងប្អូនហើយនិយាយពីថាបងប្អូនច្រើនណាមួយនៅផ្ទះគិនគ្នាអញ្ចឹងហើយតែថាឃើញមកគឺដឹងទៅហៅហើយបងប្អូនហើយនិយាយរួមទៅដូចចែគាត់នៅផ្ទះទល់មុខគ្នាអញ្ចឹងគឺបានអីភាគច្រើនថាចែកគ្នាហូបទៅវិញទៅមកអញ្ចឹងណាធម្មតាបងប្អូននិយាយរួមទៅជាគ្នាបំផុតទេបងប្អូននិយាយពីថាម្ហូបមុខនឹងវិញបងប្អូនហើយគឺសំបីតែសក្រីក៏មកឲ្យសល់ដែរនិយាយពីថាវាឆ្ងាញ់ពេកហ្មងណាមួយបានញ៉ាំគ្នាច្រើនចេះទៀតអូយនិយាយពីថាជាតិនោះជាតិបងប្អូនហើយវីដេអូរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ដែរបងប្អូនចាអរគុណច្រើនសម្រាប់ការតាមដានទស្សនាពេញចិត្តជួយ like comment និង share ម្នាក់មួយផងបងប្អូនចាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតជួបលាបាយបាយ